អស់លោកអ្នកអាចដឹងអំពីមានឱសថច្រើនក្នុងការព្យាបាលការគ្រុនក្តៅការឈឺចាប់ក្រៅពីប៉ារ៉ាសេតាមុលប៉ុន្តែឱសថទាំងអស់នោះគួរជៀសវាងប្រើប្រាស់លើក្មេងដោយសារថាវាមានផលរំខានច្រើនហើយអាចនឹងមានគ្រោះថ្នាក់ដល់កូនក្មេងជាទី1ដែលរហូតមកដល់ពេលនេះគឺគ្រូពេទ្យកូនក្មេងសំណូមពរមិនអនុញ្ញាតឲ្យប្រើពួកអាស្ពីរីនទេសម្រាប់ក្មេងអត់សុវត្ថិភាពទេការប្រើអាស្ពីរីននៅលើកូនក្មេងមានតែការប្រើនៅក្នុងមន្ទីរពេទ្យដោយក្នុងករណីចាំបាច់ណាមួយដែលគ្រូពេទ្យគិតថាអាចត្រូវការប្រើចំពោះថ្នាំមួយប្រភេទទៀតដែលអស់លោកអ្នកអាចស្គាល់ហើយគឺធ្លាប់ប្រើច្រើនទៀតគឺដូចជា Ibuprofen ប្រើបានលើកូនក្មេងប៉ុន្តែមុននឹងសម្រេចប្រើអាចនឹងពិគ្រោះជាមួយនឹងគ្រូពេទ្យហើយដូច្នេះជារួមសរុបមកវិញសុវត្ថិភាពសម្រាប់ក្មេងគឺប្រើប៉ារ៉ាសេតាមុលជាជម្រើសដែលល្អជាងគេហើយសុវត្ថិភាពច្រើនអាស្រ័យទៅនឹងដូសថ្នាំដែលប្រើឲ្យបានត្រឹមត្រូវដែរការប្រើលើសកម្រិតប្រើអាចនឹងគ្រោះថ្នាក់ដល់កូនក្មេងទៅវិញក៏មានដែរដូច្នេះក្នុងករណីដែលមិនមានភាពច្បាស់លាស់ក្នុងការផ្ដល់កម្រិតប្រើឲ្យបានត្រឹមត្រូវអាចនឹងពិគ្រោះជាមួយនឹងអ្នកផ្ដល់សេវាសុខាភិបាល